លទ្ធផលការពារជំរាបទឹកបូតិកាបូស្កូមានភាពយឺតយាររហូតដល់ 250% ស័ក្តិសមប្រើជាមួយសំណង់អគារតូចធំគ្រប់ប្រភេទខ្ញុំសូមបង្ហាញពីរបៀបប្រើប្រាស់ផលិតផលបូតិកាបូស្កូអញ្ចឹងមុននឹងយើងប្រើប្រាស់បានទី1យើងត្រូវសម្អាតផ្ទៃឲ្យបានស្អាតទី2យើងត្រូវជួសជុលកន្លែងប្រេះស្រាំនិងប្រហោងដោយប្រើបាយអមិនរមៀតបូតិកាក្រោតទី3កន្លែងកែងជ្រុងរវាងជញ្ជាំងនិងបាតផ្ទៃជាទីកន្លែងប្រជុំនៃទឹកបុកមកខ្លាំងត្រូវបំពេញជារាងសតើបជែកដោយប្រើសំណង់កាវណាតាបាទតើតើនឹងការលាយជាដំបូងយើងត្រូវចាក់ទឹកកាវចូលមុនបន្ទាប់មកយើងចាក់ម្សៅចូលម្សៅ1គីឡូក្រាមទឹកកាវ 0.75 គីឡូក្រាមសម្រាប់ផ្ទៃ1ម៉ែត្រការ៉េកូរឲ្យសព្វរយៈពេលពី3នាទីទៅ5នាទីយល់ល្អគឺយើងយកម៉ូទ័រកូរប្រើបានវាសព្វល្បាយចូលជាមួយគ្នាបានល្អត្រូវផ្សើមទឹកលើផ្ទៃមុននឹងលាបបូតិកាបូស្កូដោយប្រើជក់ឬរឡូពីទឹកខ្វែងគ្នាទឹកទី1ទុកឲ្យស្ងួតរយៈពេល2ម៉ោងមុននឹងលាបទឹកទី2ទុកឲ្យស្ងួតរយៈពេល24ម៉ោងមុននឹងដើរឆ្លងកាត់និងដាក់ទឹកសាកល្បងតើតើនឹងគុណសម្បត្តិប្រើប្រាស់របស់ផលិតផលបូតិកាបូស្កូទី1គឺគ្មានជាតិពុលទី2ចាក់សាបនិងរៀបការ៉ូពីលើជាប់បានល្អទី3បិទបែនទៅតាមចលនានៃគ្រោងអគារបានយ៉ាងល្អដោយមិនប្រេះទី4ស្វិតហើយស្អិតជាប់ល្អទៅនឹងផ្ទៃទី5ពង្រីកភាពយឺតបានរហូតដល់ 250% សម្រាប់កន្លែងប្រើប្រាស់មានដូចជាដំបូលបេតុងបន្ទប់ទឹកអាងហែលទឹកអាងទឹកសញ្ចាផ្ទះនិងផើងផ្កាជាពិសេសកន្លែងដែលជ្រាបទឹកបច្ចុប្បន្នផលិតផលបូតិកាបូស្កូត្រូវបានទទួលស្គាល់ពេញនិយមប្រើប្រាស់គ្រប់ទីកន្លែងដូចជាតំបន់អភិវឌ្ឍជួយចង្វាសហភាពសហព័ន្ធយុវជនកម្ពុជាសសយកមន្ទីរពេទ្យបុរីខុនដូសំណង់អគារតូចធំជាដើម